ជាដំបូងបងប្អូនទៅចូល app YI បន្តមកទៀតបងប្អូន login email ជាមួយនឹង password ហើយបន្តមកទៀតបងប្អូនជ្រើសយកកន្លែងពាក្យថា withdraw ហើយបន្តមកទៀតបងប្អូនជ្រើសយកពាក្យថា bank transfer បន្តមកទៀតបងប្អូនជ្រើសយកប្រភេទ account ដែលយើងទៅធ្វើការ withdraw amount យើងដាក់ចំនួនលុយដែលយើងត្រូវការ withdraw ហើយបន្តមកទៀតយើងធ្វើការឈូត bank ទៅដើម្បីឲ្យដកលុយចូល bank របស់យើងហើយកន្លែង note មិនបាច់ចាំបំពេញអីទេហើយចុច withdraw បន្តមកទៀតបងប្អូនរងចាំ3ទៅ5នាទីដើម្បីខាងក្រុមហ៊ុនធ្វើការ approve ជាការស្រេច